ในตอนนี้อย่างเช่นในក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការមកប្រាប់អ្នកទាំងអស់គ្នាពីរបៀប generate រូបថ្មីដែលកំពុងតែ trending នៅលើ social media ផងដែរអញ្ចឹងបើសិនជាអ្នកគ្នាចង់បានរូបប្រភេទបែបនេះឬក៏បែបនេះអ្នកទាំងអស់គ្នាអាចធ្វើការមកសាកល្បងជាមួយនឹងរបៀបពីររបៀបអញ្ចឹងរបៀបទី1គឺខ្ញុំនឹងប្រាប់អ្នកឲ្យពីការ generate នៅក្នុង Gemini ណាអញ្ចឹងយើងគ្រាន់តែចូលមកកាន់ website ឬក៏ app Gemini មកហើយបន្តមកទៀតយើង pass prompt ដែលយើងបានពីខាងក្រៅពី social media ណាអញ្ចឹងខ្ញុំនឹងតម្លាក់ prompt ឲ្យអ្នកទាំងគ្នាដើម្បី copy យកទៅ generate ដែរអញ្ចឹងបន្ទាប់មកយើងគ្រាន់តែចុចកន្លែងសញ្ញាបូក file ដើម្បី add រូបរបស់យើងពិតប្រាកដណាអញ្ចឹងខ្ញុំសូមបញ្ជាក់ដែររូបអ្នកទាំងគ្នាអាចជារូប selfie ឬក៏រូបចំហៀងឆ្វេងស្ដាំហ្នឹងចំកណ្ដាលហ្នឹងឲ្យច្បាស់ហើយជារូបពិតប្រាកដរបស់យើងមិនយើងអាចសួរ generate ទៅវាភាគរយច្រើនតែមុខដូចយើងជាដើមអញ្ចឹងឥឡូវនេះគឺថាយើងបានដាក់ prompt ក៏ដូចជារូបរបស់យើងចូលទៅកាន់ website Gemini ដើម្បីឲ្យវា generate ហើយអញ្ចឹងយើងគ្រាន់តែរងចាំប្រហែលជា10 second ទៅ15 second ទេគឺវានឹង generate ឲ្យយើងតែម្ដងឥឡូវនេះគឺយើងបានជាមួយនឹងរូបដែលឈរនៅកណ្ដាលប្រតិកោឲ្យអ្នកទាំងអស់គ្នាគឺជា prompt ដែលខ្ញុំបានដាក់ចូលជាមួយនឹងរូបរបស់ខ្ញុំមិញនឹងឯងប៉ុន្តែបើអ្នកទាំងអស់គ្នាគិតថាវាអត់សូវមាន option លយក៏ដូចជារូបអត់សូវច្បាស់អត់សូវដូចយើង 100% ទេខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាប្រើរបៀបទី2បានគឺការប្រើប្រាស់ជាមួយនឹង app Meitu អញ្ចឹងសម្រាប់ app មួយនេះគឺយើងអាចស្វែងរកបាននៅលើ App Store ក៏ដូចជា Play Store ឬក៏មួយទៀតគឺជា website នៅលើ Google ចឹងអ្នកទាំងអស់គ្នាគ្រាន់តែវាយពាក្យ Meitu មកគឺយើងអាច download ក៏ដូចជាចូលទៅប្រើប្រាស់នៅក្នុង website បានហើយអញ្ចឹងនៅពេលដែលអ្នកនេះចូលមកប្រកាសជាឃើញជាមួយនឹង AI ក៏ដូចជា sample កំពុងតែ trending ណាហើយបន្ទាប់មកយើងស្រឡាញ់មួយណាយើងចុចទៅលើមួយហ្នឹងទៅហើយគ្រាន់តែ add រូបរបស់យើងដែលពិតប្រាកដហ្នឹងគឺរួចជាការស្រេចហើយចឹងអ្នកនេះគ្រាន់តែរងចាំប្រហែលជាកន្លះនាទីទៅគឺវានឹង generate រូបហ្នឹងឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាដែរសម្រាប់ app Meitu នេះគឺតម្រូវឲ្យអ្នកទាំងអស់គ្នាបង់លុយដើម្បីប្រើប្រាស់ជាមួយ sample AI ទាំងអស់ហ្នឹងបានប៉ុន្តែបើសិនជាអ្នកគ្នាអត់ចង់បង់លុយទេថាតើធ្វើរបៀបណាទើបអាចយើង generating បានណាចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការ subscribe តាមគេដែលគេប្រាប់មកសិនទៅបន្ទាប់មកចាំយើងទៅ unsubscribe នៅកន្លែង Apple ID របស់យើងវិញបានន័យថាយើង generate រូបឲ្យហើយសិនទៅពីព្រោះគេផ្ដល់ឲ្យយើងប្រហែលជារយៈពេល3-4ថ្ងៃឬក៏ទៅ1អាទិត្យសម្រាប់ free trial ណាចឹងក្នុងរយៈពេលថ្ងៃហ្នឹងគឺយើងអាច generate រូបប្រមាណក៏បានតាមសេរីប៉ុន្តែក្នុងករណីថាអូយើងអត់ចង់ឲ្យអស់លុយហ្នឹងទេអត់ចង់ឲ្យដាច់លុយហូរលុយពី Apple វាទេអ្នកគ្នាគ្រាន់តែgenerate រូបហើយទៅ cancel subscription នៅក្នុង Apple ID ទៅគឺរួចជាការស្រេចហើយគឺអត់មានកាត់លុយចេញពី Apple វាឬក៏ Visa card អីនោះទេអូខេអញ្ចឹងឥឡូវនេះគឺយើងបានរូបជាមួយនឹង sample ដែលយើងចង់បានមិញហើយបន្ទាប់មកយើងគ្រាន់តែចុចចូលទៅកាន់កន្លែងពាក្យថា save ហើយយើងចុចសញ្ញាត្រី3អ្នកនរគ្នាប្រកាសជាឃើញជាមួយនឹង add to share album អញ្ចឹងយើងគ្រាន់តែចុចទៅលើនឹងមកហើយបន្ទាប់មកអ្នកនរគ្នាគ្រាន់តែចុចពាក្យថា post ទៅគឺវានឹង share ចូលទៅកាន់ album រូបភាពរបស់អ្នកទាំងអស់គ្នាហើយគឺរួចជាការស្រេចនៅក្នុងចុងវីដេអូនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាជាមួយនឹង2 app មួយនេះអញ្ចឹងសម្រាប់2 app មួយនេះគឺអ្នកទាំងអស់គ្នាចង់ប្រើជាមួយ app Meitu ក៏បាន Gemini ក៏បានគ្រាន់តែថាសម្រាប់ website ក៏ដូចជា app Gemini គឺទាមទារឲ្យអ្នកទាំងអស់គ្នានឹងមាន prompt ដូចជា sample ដែលអ្នកទាំងគ្នាចង់បានមុនហ្នឹងហើយសម្រាប់ app Meitu គឺតម្រូវអ្នកគ្នាបង់ប្រាក់ប៉ុន្តែដូចខ្ញុំប្រាប់ flow មុនហ្នឹងអញ្ចឹងក៏ដូចជាក្បួនមុនហ្នឹងអញ្ចឹងថាបើយើងអត់ចង់បង់ប្រាក់ទេយើង subscription បន្ទាប់មកយើងទៅ unsubscribe វិញនៅពេលដែលយើង generate រូបនេះហើយអូខេចុះសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយបើអ្នកទាំងអស់គ្នាចង់បានpromptដើម្បីទៅ generate រូបនៅក្នុង Gemini គឺខ្ញុំនឹងតម្លាក់នៅក្នុង comment ឬក៏ជា description នេះផងដែរអូខេអញ្ចឹងកុំភ្លេច subscribe ដើម្បីទទួលបានជាមួយនឹង tool ថ្មីៗបន្តទៀតអរគុណ